រឿងប្រត្រៃបិដកភាគ1តបឋមៈសមន្តបាសាទិកា80ចំនួនដល់ទៅ1000អង្គដូចគ្នាព្រះសិក្ខវត្ថេរៀនព្រះវិនយបិដកចំណែកព្រះសិក្ខវត្ថេជាសិទ្ធិវិហារករបស់ព្រះសោណកថេរៀនយកព្រះវិន័យក្នុងសំណាក់របស់ព្រះថេរៈហើយបានជាអ្នកទទួលធុរៈរបស់ព្រះអរហន្ត1000ម្យ៉ាងទៀតពុទ្ធជនព្រះសោតាបណ្ណព្រះសក្កទាគាមីនិងព្រះអនាគាមីក្តីព្រះខេណាស្របក្តីដែលរៀនយកព្រះវិន័យក្នុងសំណាក់ព្រះថេរៈអង្គនោះហើយដល់នៅភាពជាបុគ្គលឆ្លៀសអង្គអាចក្នុងព្រះវិន័យក៏កំណត់មិនបានថាប៉ុណ្ណេះរយឬប៉ុណ្ណេះពាន់បានឮថាវេលានោះក្នុងចម្ពោះទ្វីបមានការប្រជុំភិក្ខុសន្ធឹកសន្ធាប់អានុភាពរបស់ព្រះមកកលីបុត្រទេសថេនឹងមានប្រកាសច្បាស់ក្នុងតតិយៈសង្គាយានាខាងមុខព្រះវិនយបិដកនេះក៏បីជ្រាបជាបឋមៈក្នុងចម្ពោះទ្វីបបន្តគ្នាមកដោយលំដាប់នៃអាចារ្យនេះរហូតដល់សង្គាយានាលើកទី3ដោយប្រការដូចនេះទុតិយសង្គាយានាដើម្បីដឹងទុតិយសង្គាយានាឲ្យជាក់ច្បាស់គួរជ្រាបលំដាប់ដូចតទៅនេះពិតហើយក្នុងកាលណាព្រះថេរៈទាំង500មានព្រះមហាកាសពជាដើមជាអ្នកមានអាសវៈអស់ហើយមានបញ្ញាដ៏រុងរឿងទាំងនោះកាលសង្គាយានាព្រះសទ្ធមនឹងញ៉ាំងព្រះសទ្ធមឲ្យរុងរឿងក្នុងទីទាំងពួងហើយតាំងនៅរហូតដល់ទីបំផុតនៃជីវិតមិនមានអាល័យមានពូជអស់ហើយតែងរលត់ទៅដូចប្រទីបដែលរលត់ទៅដូច្នោះភិក្ខុវជ្ជលិបុត្រសម្ដែងវត្ថុ10ប្រការក្នុងកាលនោះកាលទិវានិងរាត្រីកន្លងទៅដោយលំដាប់ក្នុងកាលព្រះដ៏មានព្រះភិក្ខបរិនិព្វានហើយបាន100ឆ្នាំពួកភិក្ខុវជ្ជលិបុត្រអ្នកវេសាល័យសម្ដែងវត្ថុ10ប្រការទាំងនេះក្នុងក្រុងវេសាល័យគឺកបតិសិង្គិឡូណកបោការកំណត់ដោយអំបិលក្នុងក្លាក់គួរដល់សមណៈកបតិទវតគុលកបោការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេទៅប្រមាណ2ធ្នាក់គួរកបតិគៀមន្តរកបោការកំណត់ដោយចន្លោះស្រុកគួរកបតិអាវាសកបោការកំណត់ដោយអាវាសគួរកបតិអនុមតិកបោការកំណត់ដោយអនុមត្តគួរកបតិអចិនកបោការកំណត់ដោយអចិនកបប្របៃណីគួរកបតិអមថិតកបោការកំណត់ដោយទឹកដោះដែលមិនទាន់ជូរគួរកបចឡូកឹងប៉ាតុងការផឹក
នៅសូរាយ៉ាងទន់ដែលមិនទាន់ពីហេរនិទាន82ដល់នៅភាពជាទឹកស្រវឹងក៏គួរកបតិអតសកាំងនិស័យតនាំងនិស័យតនៈដែលមិនមានជាយក៏គួរកបតិជាតរូបរចតាំងមាសនិងប្រាក់គួរព្រះជាទ្រង់ប្រនាមថាកាលាសកៈជាអរោះរបស់ព្រះបាទសុសូនៈទ្រង់បានជាបពុរបស់ពួកភិក្ខុទាំងនោះហើយព្រះយៈសទ្ធេដឹងភិក្ខុវជ្ជបុត្រសំដែងវត្ថុ10សម័យនោះឯងព្រះយសកាកាន់ដកបុត្រត្រាច់ចរិតទៅក្នុងវជ្ជីជនបទបានឮថាពួកវជ្ជបុត្រអ្នកក្រុងវេសាលីសម្ដែងវត្ថុ10ប្រការក្នុងក្រុងវេសាលីដូច្នេះទើបត្រេះរិះថាប្រការដែលអញបានឮវិបត្តិនៃព្រះសាសនារបស់ទស្សពលហើយនឹងក៏បីជាបុគ្គលមានសេចក្តីខ្វល់ខ្វាយតិចមិនគួរដល់អញឡើយណាស់ហើយចុះអាត្មាអញនឹងញោមញីពួកអធម្មវាទីចេញហើយនឹងលើកដំកើងធរដូចនេះទើបបានទៅតាមផ្លូវមួយក្នុងក្រុងវេសាលីបានឮមកថាព្រះយតសកាកាន់ដកបុត្រសម្រាប់នៅត្រង់កោដាគិរសាលាក្នុងព្រៃមហាវ័នចិត្តក្រុងវេសាលីនោះសម័យនោះឯងពួកភិក្ខុវជ្ជបុត្រអ្នកក្រុងវេសាលីដាក់ទឹកឲ្យពេញថាសសម្រិតហើយតាំងទុកត្រង់កណ្ដាលជំនុំសង់ក្នុងថ្ងៃឧបោសថនោះហើយបងពូកប្រកាសឧបោសថឧបាសិកាអ្នកក្រុងវេសាលីដែលមកហើយយ៉ាងនេះថាអ្នកដ៏មានអាយុលោកទាំងឡាយចូលថ្វាយរូបិយៈដល់សង្ឃមួយកហបណៈក៏បានកន្លះកហបណៈក៏បាន1បាតក៏បាន1មាសកៈក៏បានតិចរបស់ព្រះសង្ឃដែលត្រូវធ្វើដោយបរិក្ខារនឹងមានដូចនេះពាក្យទាំងពួងគួរពោលរហូតដល់ពាក្យថាសង្កីតិវិន័យនេះមានភិក្ខុ7បាទអញ្ចឹងខ្ញុំបាទនឹងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយក៏ចាំជួបគ្នានៅភាគបន្តបាទបើមានការលើសលួសខុសឆ្គងអំពីខ្ញុំបាទការអាននៅបច្ចុប្បន្នឬមួយក៏ស្រៈបាលីខុសឆ្គងនៅពាក្យពេចន៍មួយណាដែលអានទៅពុំសមរម្យក៏សូមមេត្តាជាស្រេចដល់ខ្ញុំបាទផងបាទសូមអរគុណសូមគោរពលា